ជាង1000ឆ្នាំមុនមានព្រះរាជាដ៏អស្ចារ្យមួយអង្គព្រះនាមព្រះបាទឥន្ទ្រវរ្ម័នទី1ដែលជាស្ដេចកំពូលនៃប្រទេសកម្ពុជាសោយរាជ្យនៅហរិហរណីភាពល្បីរន្ទឺរបស់ទ្រង់មានចារនៅលើផ្ទាំងសិលាចារឹកមួយដ៏ធំនៅប្រាសាទព្រះគោដែលសពថ្ងៃកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិអង្គរសិលាចារឹកនេះផ្ដល់ព័ត៌មានយ៉ាងលម្អិតអំពីឆ្នាំឡើងសោយរាជ្យឈ្មោះរបស់រាជធានីការប្រារព្ធពិធីសាសនាក៏ដូចជាការគោរពដល់បុព្វបុរសជាពិសេសគឺបារមីស្វរៈស្ថានភាពរបស់សិលាចារឹកនេះមានលក្ខណៈល្អប្រសើរពោលគឺទម្រង់អក្សរមានភាពស្រស់ស្អាតផ្ចិតផ្ចង់រស់រវើកនិងរំលេចឲ្យឃើញនៅទឹកដៃនៃការឆ្លាក់ដ៏កំពូល